ក្រុមការងារបច្ចេកទេសខ្មែរថៃចាប់ផ្ដើមរុះរើសំណង់អគារកាស៊ីណូដែលត្រូវភ្លើងឆេះនៅប៉ោយប៉ែតលោកវិស្វករលីសេរីក្រុមការងារបច្ចេកទេសខ្មែរថៃនៅថ្ងៃទី2ខែមករាឆ្នាំ2022នេះកំពុងប្រើគ្រឿងចាក់ចុះរុះរើសំណង់អគារចំនួន3នៃកាស៊ីណូ2នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលត្រូវអគ្គិភ័យឆាបឆេះបណ្ដាលឲ្យស្លាប់មនុស្ស26នាក់និងរបួស57នាក់កាលពីចុងឆ្នាំ2022អាចប្រើរយៈពេល4ខែក្នុងការរុះរើលោកវិស្វករលីសេរីអភិបាលរងខេត្តបន្ទាយមានជ័យដែលទទួលការងារជាអនុប្រធានសម្របសម្រួលក្រុមការងាររុះរើអគារកាស៊ីណូខាងលើពីលោកអ៊ំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងកាលពីរសៀលថ្ងៃទី2ខែមករាឆ្នាំ2023ថានៅថ្ងៃទី2មករានេះក្រុមការងារបច្ចេកទេសរុះរើដែលខាងក្រុមហ៊ុនកាស៊ីណូយកមករុះរើមានទាំងថៃនិងកម្ពុជាបាននឹងកំពុងចាប់ផ្ដើមរុះរើហើយដោយចែកចេញជាពីរក្រុមក្នុងការរុះរើមួយក្រុមរុះរើគ្រឿងដែកនិងមួយក្រុមទៀតរុះរើប្រភេទបេតុងដោយជាក់ស្ដែងជាដំបូងក្រុមការងារបានប្រើគ្រឿងចាក់រុញទាញសំណង់ពីបេតុងនៃអគារកាស៊ីណូប៉ោយប៉ែតរីសតដែលកំពុងត្រេតដួលរករលំលោកបន្តឲ្យដឹងទៀតថាក្នុងពេលរុះរើនេះបានរកឃើញទូដែកឯកសារនិងទ្រព្យសម្បត្តិចំនួន7ទូរបស់ក្រុមហ៊ុនកាស៊ីណូទាំងពីរសម្រាប់រយៈពេលនៃការរុះរើលោកមិនអាចកំណត់ជាក់លាក់បានទេតែតាមការវាយតម្លៃរបស់ក្រុមហ៊ុនម៉ៅការុះរើអាចប្រើពេល4ខែមុនការរុះរើសំណង់អគារខាងលើផ្លូវចូលតំបន់ដែលត្រូវរុះរើត្រូវបានក្រុមហ៊ុនរំពាត់ដោយសង្កសីបិទជិតដោយក្នុងនោះផ្លូវចូលច្រកអន្តរជាតិប៉ោយប៉ែតពីខាងកើតនៃរង្វង់មូលក៏ត្រូវបានបិទដោយសង្កសីមិនអាចឲ្យមានការចេញចូលឬចរាចរណ៍ក្រៅពីក្រុមការងាររុះរើឡើយដើម្បីកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗតាមរយៈនៃការរុះរើដែលប្រើពេលយូរក៏អាចធ្វើឲ្យការចរាចរណ៍រថយន្តដឹកទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏ប្រើរយៈពេលយូរក្នុងការបង្វែរទៅចរាចរណ៍ចេញចូលនៅច្រកអន្តរជាតិស្ទឹងបត់ដែលកំពុងតែស្ថាបនាច្រកមិនទាន់ហើយ